បាទជាដំបូងខ្ញុំសូមជំរាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះតាំងលីតខ្ញុំជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយខ្ញុំរៀននៅថ្នាក់ ITE A2 ហើយថ្ងៃនេះដែរខ្ញុំមកបង្ហាញអំពី project assignment បញ្ចប់ឆ្នាំទី3របស់ខ្ញុំដែលតាក់ទងអំពី tourism information ហើយខ្ញុំបានធ្វើវាទៅលើ tourism អំពីប្រទេសកម្ពុជាយើងនេះឯងហើយproject នេះគឺខ្ញុំបានធ្វើទៅលើ full stack Laravel ដោយ front end ខ្ញុំប្រើតែ Laravel សុទ្ធហើយ back end គឺយើងប្រើជាមួយនឹង PHP និង MySQL ដើម្បី handle នៅ database ដែលយើងបានដាក់សម្រាប់ display នៅក្នុង project យើងនេះហើយនេះគឺជា welcome page របស់ website ខ្ញុំដែលវាគ្រាន់តែ showcase អំពី destination និង experience តិចតួចនៃ website ហ្នឹងហើយនឹងហេតុអ្វីយើង explore Cambodia ជាមួយនឹងក្រុមហ៊ុន website របស់ខ្ញុំហ្នឹងហើយនឹងនេះគឺជា footer និង sign up ឬ login section របស់ខ្ញុំដែលខ្ញុំក៏បានដាក់នៅលើខាងនេះដែរហើយមុននឹងយើងអាចចូលប្រើប្រាស់ website ខ្ញុំបានគឺពួកយើងត្រូវ register account ជាមុនសិនហើយនេះគឺជាកន្លែង register របស់ខ្ញុំដែលខ្ញុំបាន design វាឲ្យប្លែកពីគ្នាបន្តិចសម្រាប់ខាងនេះគឺពួកយើងគ្រាន់តែវាយឈ្មោះយើងទៅឧទាហរណ៍ថាឈ្មោះខ្ញុំលៀបចឹង email យើងអាចដាក់email អីមួយទៅដូចថា cam@hotmail.com password យើងអាចដាក់ password អីក៏បានដែរប៉ុន្តែគឺតម្រូវឲ្យវា8 character ខ្ញុំអត់ទាន់បានធ្វើឲ្យវាត្រូវការ special character អីនោះដូច password requirement របស់ website ផ្សេងនោះទេដោយសារនេះគឺយើងនៅធ្វើរៀង simple នៅឡើយទេដូច្នេះយើងគ្រាន់តែដាក់ password 8ខ្ទង់មួយទៅហើយបន្ទាប់មកគឺយើងចុច create account ទៅគឺវានឹង login យើងចូលទៅក្នុង website របស់យើងតែម្ដងហើយសម្រាប់អ្នកប្រើ Microsoft Edge ដូចខ្ញុំបើយើងអត់សូវចាំ password ទេគឺយើងអាចចុច save នៅទីនេះទៅឬក៏អ្នកប្រើ Chrome ក៏អាចធ្វើអញ្ចឹងបានដែរទៅហើយនេះគឺជា home page របស់ website ខ្ញុំហើយដូចជាយើងបានចុះឈ្មោះមកអញ្ចឹងនៅ account យើងក៏វា display ឈ្មោះរបស់យើងនៅខាងលើនេះឲ្យយើងមើលឃើញដែរអូខេប៉ុន្តែមុននឹងយើងចូលទៅដល់នេះ link នៅលើ navbar នេះទាំងអស់ហ្នឹងយើងចូលទៅមើល home page បន្ថែមទៀតសិននេះគឺជា hero banner របស់ខ្ញុំគ្រាន់តែសរសេរ display text តិចតួចអំពី discovering Cambodia wonders ហើយនឹងពីប៊ូតុងនេះគឺវានឹង direct យើងចុះទៅរកsection របស់ provinces ហើយនឹង attractions នៅខាងក្រោមនេះដែលយើងគ្រាន់តែចុចទៅគឺវាចុះទៅខ្លួនវាតែម្ដងដូចចឹងហើយសម្រាប់នេះគឺយើងអាច scroll មើលបាននៅទាំងពីរទាំង province និង attractions ហ្នឹងដោយមានខ្ញុំដាក់កន្លែងនេះគឺ6ឲ្យយើងមើលឃើញសិនគឺ best provinces ដែលមានទាំងអស់ហ្នឹងហើយក៏វា display នៅhighlight តិចតួចដែរអំពី province ទាំងអស់ហ្នឹងហើយនឹង short description ហើយនឹងចំនួន review ដែលគេបានដាក់ទៅលើ province ហ្នឹងហើយសម្រាប់ attractions គឺដូចគ្នាដែរប៉ុន្តែសម្រាប់ attractions ខុសត្រង់ថាយើងដាក់ showcase តម្លៃនៅខាងលើនេះដែរដោយតម្លៃចាប់ពី$1ឡើងទៅគឺយើង display ប៉ុន្តែបើតម្លៃវាគឺ0គឺយើងនឹងដាក់ថាវា free entry auto តែម្ដងហើយវាក៏ display នៅ location របស់ attractions នេះដែរដោយពេលយើងចុចទៅគឺវានាំយើងចូលទៅក្នុង page province របស់ attraction ហ្នឹងតែម្ដងហើយនេះគឺជាចំនួន review ដូចគ្នា short description ហើយ yes គឺទាំងអស់នៅខាងនេះគឺមាន6ដូចគ្នាហើយ view all ប៊ូតុងគឺនៅខាងលើនេះដែរហើយខាងនេះគ្រាន់តែជា travel planner មួយដែលខ្ញុំធ្វើឲ្យវាមានភាពរៀងស្អាតបាតបន្តិចដូចថាយើងពេលយើងមកយើងមាន travel preparation យើងគួរធ្វើអីខ្លះ visa application
budget planning transportation guide យើងគួរនៅទីណាហើយ culinary journey ហ្នឹងគឺគ្រាន់ថាយើងមកប្រទេសយើងអាចសាកញ៉ាំអីបានអីចឹងណាប៉ុន្តែwebsite ហ្នឹងគឺអត់ទាន់មាននៅ page ហ្នឹងទេដោយសារយើងធ្វើអត់ទាន់ហើយដូច្នេះខ្ញុំសូមអធិស្ឋានដល់អ្នកទាំងអស់គ្នានៅលោកគ្រូផងដែរដោយសារ website នេះគឺលើកទី1ដែលខ្ញុំធ្វើតាក់ទងទៅនឹង Laravel ហើយនឹង back end ប្រើ SQL ហ្នឹងដូច្នេះវាគឺអាចមាននៅ error តិចតួចដែរដូច្នេះខ្ញុំសូមអធិស្ឋានជាមុនដែរអូខេឥឡូវយើងចុះមកខាងក្រោមទៀតគឺ essential travel tip ដូចគ្នាអានេះគ្រាន់តែវា detail ជាងខាងលើហ្នឹងបន្តិចថាយើងមិនខ្លះពេលយើងមកប្រទេសយើងសម្រាប់បរទេសគេអាចមើលហើយនេះជា traveler experiences rating ដែលខ្ញុំបានដាក់នៅខាងក្រោមនេះវានឹង auto scroll ខ្លួនវាឲ្យយើងមើលហើយខាងនេះជា newsletter section យើងអាច sign up ដើម្បី newsletter ហើយខាងក្រោមនេះគឺជា footer របស់យើងហើយ footer គឺ link វាក៏ដើរដូចគ្នាដែរហើយយើងមាន contact us section yes សម្រាប់ home page គឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅ province section ពេលយើងចូលទៅ province ដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងយើងអាចចូលតាម view all ក៏បានយើងអាចមើលតាម province មួយចេះក៏បានដែរហើយ attraction គឺដូចគ្នាយើងអាចចូលតាម view all or view detail ទៅលើ attraction មួយក៏បានប៉ុន្តែសម្រាប់ឲ្យពួកយើងស្រួលមើលគឺយើងចូលទៅតាម link មួយចេះមកទៅអូខេពេលចូលមកដល់គឺយើងនឹងឃើញ page ចេះដែលសម្រាប់ provinces ហើយដូចខ្ញុំបានថាអញ្ចឹងគឺអាចមាន error តិចតួចដូចជាកន្លែង pagination នេះអញ្ចឹងដោយសារ project ខ្ញុំវា error white ដល់ពេលអញ្ចឹងទៅខ្ញុំបានដក link របស់ white ចេញដូច្នេះវាធ្វើឲ្យ pagination ហ្នឹង error តិចតួចដូច្នេះសូមអធិស្ឋានបន្តិចផងប៉ុន្តែគឺពេលយើងចុចទៅគឺវានៅដើរដដែលទេគ្រាន់តែវាអត់សូវស្អាតខ្ញុំទទួលស្គាល់ថាវាអត់សូវស្អាតហើយរៀង unprofessional បន្តិចប៉ុន្តែនេះគឺជា cards របស់ province នីមួយៗហើយយើងអាចចុច next ទៅគឺវានឹង showcase province បន្ថែមទៀតដូច្នេះយើងចាំឲ្យវា connecting បន្តិចដោយសារ internet យើងរៀង slow តិចដែរអូខេឥឡូវវាបាន loading ចេញហើយហើយនេះជា province បន្ថែមទៀតនៅក្នុងរបស់ page របស់ខ្ញុំហើយដោយវាបាន show នៅខាងលើនេះដែរគឺខ្ញុំធ្វើចំនួន25ខេត្តក្រុងចាប់ពីភ្នំពេញយើងរហូតទៅដល់បណ្ដាខេត្តនានាទាំងអស់ហ្នឹងគឺមាន data នៅ attractions និង accommodation ទាំងអស់ខ្ញុំអាចនិយាយបានថាវាមិនទោះបីវាមិន perfect ក៏ដោយប៉ុន្តែនេះគឺ showcase ថាយើងអាចធ្វើបានអញ្ចឹងហើយខាងក្រោមនេះគឺគ្រាន់តែជា Cambodia at a glance ហេតុអីយើងគួរ visit Cambodia newsletter section ដដែលនិង footer របស់យើងដដែលអូខេហើយមួយទៀតប្រហែលជាគ្នាអ្នកទាំងអស់គ្នាបានឃើញហើយគឺ search button ឬក៏ search section ហើយ search section នេះគឺដែរឥឡូវឧទាហរណ៍ថានៅក្នុងហ្នឹងខ្ញុំចង់ search រករាជធានីភ្នំពេញចឹងខ្ញុំគ្រាន់តែវាយភ្នំពេញចឹងមកហើយខ្ញុំចុច discover ទៅគឺវានឹង link យើងចូលទៅក្នុងpage បន្ទាប់ទៀតហើយនេះគឺវា show ខេត្តដែលខេត្តឬក៏ result ដែលមានតាក់ទងទៅនឹងភ្នំពេញដូចជាកណ្ដាលនេះដោយសារវា description វាមានតាក់ទងនឹងភ្នំពេញគឺវា showcase តិចដែរប៉ុន្តែfilter section របស់យើងគឺដើរដូចគ្នាដូចយើងបានឃើញអញ្ចឹងយើងបាន search ទៅគឺវាចេញមកដែរឥឡូវឧទាហរណ៍ថាខ្ញុំ search សៀមរាបអញ្ចឹងទៅមួយទៀតនេះក៏ចេញសៀមរាបមកដូចគ្នាដែរអញ្ចឹងហើយបើយើងអត់ចង់ search មួយទេយើងចង់ឃើញទាំងអស់យើងគ្រាន់តែលុបចេញហើយចុច discover ទៅគឺវានឹង clear ចោលហើយយើងអាចមើលទាំង25ខេត្តក្រុងបានអូខេហើយសម្រាប់search ច្រឡំសម្រាប់ filtering result គឺវាដើរដែរយើងអាច sort by name អញ្ចឹងមកគឺវានឹងទៅតាម A ដល់ Z ដូចជាអញ្ចឹងសម្រាប់នេះទៀតគឺយើងនៅ future works ដោយសារកន្លែងនេះគឺជាអ្វីដែលខ្ញុំចង់ add ហើយនេះខ្ញុំគ្រាន់តែដាក់ចូលដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញថាប្រសិនបើវាមានថាតើវានឹងយ៉ាងម៉េចហើយសម្រាប់ rating នោះគឺក៏ដើរដែរយើងអាចចុចចេះចឹងទៅយើងអាច apply ហើយវានឹង
ចេញមកសម្រាប់ខេត្តមួយអូខេឥឡូវយើងចូលទៅមើលខេត្តមួយទៅយើងចូលទៅមើលសៀមរាបរបស់យើងទៅគ្នាយើងទាំងអស់គ្នាគឺដឹងថាចង់ទៅសៀមរាបគ្រប់គ្នាហើយឥឡូវនេះគឺជា details page របស់ province នីមួយៗហើយខាងលើនេះគឺអាចជា hero banner របស់យើងអឺ display ខេត្តហើយបើខេត្តហ្នឹងគឺជា featured destination វានឹង show featured destination tag នៅខាងលើហ្នឹង rating ហើយនិង short description ហើយនេះគឺជា ហើយនេះគឺជា detail តិចតួចនៃខេត្តហ្នឹងថាគេភាគច្រើនប្រើភាសាអ្វីប្រកាសថាតើគេប្រើលុយអ្វីខ្លះដូចថាលុយខ្មែរលុយដុល្លារហើយពេលដែលយើងគួរទៅលេងខេត្តហ្នឹងដោយសៀមរាបអញ្ចឹងខ្ញុំបានដាក់ចាប់ពីខែ11ដល់ខែ3ដោយសារវាមិនត្រជាក់ពេកហើយវាក៏មិនក្តៅពេកដែរសម្រាប់យើងទាំងអស់គ្នាដើម្បីទៅលេងឲ្យបានសប្បាយហើយនេះគឺមាន tab នីមួយៗសម្រាប់ខេត្តនីមួយៗដែរដូចថាសម្រាប់សៀមរាបអញ្ចឹងនៅ overview យើងមាន detail description បន្តិចគឺ about សៀមរាបថាសៀមរាបជាអ្វីយើងមាន climate weather នេះគឺមិនមែនដូចថា specific ទៅលើខេត្តសៀមរាបនោះទេនេះគឺជា specific ទៅលើប្រទេសកម្ពុជាយើងតែម្ដងដោយសារពីខេត្តមួយទៅខេត្តមួយគឺវាមានអឺវាមានអាកាសធាតុស្រដៀងគ្នានោះទេអញ្ចឹងដើម្បីធ្វើឲ្យវា streamline ខ្ញុំបានដាក់របស់ប្រទេសកម្ពុជាយើងតែម្ដងសម្រាប់ឲ្យជនជាតិបរទេសឬបងប្អូនទាំងអស់គ្នាយើងបានឃើញហើយខាងស្ដាំនេះគឺជា quick fact section ដែលនិយាយបន្ថែមបន្តិចទៀតអំពី province ហ្នឹងដូចជា population ហើយយើងក៏បានដាក់ language currency និង best time ហ្នឹងចូលទៅក្នុងនេះដែរហើយនេះទៀតគឺជា essential ខ្មែរ phrases ដូចពាក្យដែលជនជាតិបរទេសគេគួរតែដឹងពេលគេមកលេងប្រទេសយើងដូចជា hello សួស្ដី thank you អរគុណ yes no ឬបាទឬអត់ទេឬក៏ពេលយើងទៅទិញអីពេលគេសួរ how much យើងអាចថាតម្លៃប្រមាណអញ្ចឹងទៅអាហ្នឹងដើម្បីនិយាយដូចខ្មែរគ្នាយើងដែរភាគច្រើនដែលយើងនិយាយកាត់អញ្ចឹងហើយនេះគឺ explore map គឺសម្រាប់ province នីមួយៗខ្ញុំមិនបានទាន់ដាក់map របស់វានេះទេដូច្នេះខ្ញុំគ្រាន់តែដាក់ Google Map ឲ្យមើលតែប៉ុណ្ណេះហើយយើងអាច zoom in zoom out តាមហ្នឹងទៅដើម្បីមើលប្រទេសយើងហើយខាងក្រោមនេះគឺ similar destinations ឬក៏ recommended destination section វានឹង random រាល់ពេលដែលយើងចូលទៅ province នីមួយៗគឺវា random 3 province ឲ្យយើងមើលហើយយើងអាចចុច view all ដើម្បីទៅ province page មុនហ្នឹងក៏បានដែរហើយខាងក្រោមនេះគ្រាន់តែជា newsletter section ដដែលទេគ្រាន់តែខ្ញុំដូរដាក់ថា get update សម្រាប់ខេត្តនេះអីចឹងទៅហើយឥឡូវនេះយើងចូលទៅ highlight section highlights គឺវាគ្រាន់តែ showcase បន្តិចបន្តួចទេគ្រាន់ថា highlight របស់សៀមរាបគឺមានអ្វីខ្លះដូច្នេះបើថ្ងៃក្រោយទៅខ្ញុំ update ថែមមាន highlight 2 3ទៀតគឺវានឹង show បន្តបន្ទាប់ទៀតគ្រាន់ថាបើវាឥឡូវមានមួយនេះគឺវា showcase ប៉ុណ្្នឹងទេហើយខាងស្ដាំនេះគឺ when to experience ហើយ local events របស់ខេត្តហ្នឹងនេះដូចគ្នាដដែល similar destinations ឬ recommended ដដែលសម្រាប់ highlights គឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ attractions នេះគឺវាទាញយកនៅ attractions ដែលយើងបាន add បញ្ចូលទៅក្នុងខេត្តមួយហ្នឹងដូចថាសៀមរាបអញ្ចឹងខ្ញុំបាន add 2គឺអង្គរវត្តហើយនិង Park Street គឺវាមាន showcase មកតែ2ហ្នឹងទេឬក៏យើងអាចចុច view all attractions ដើម្បីចូលទៅមើល attraction របស់ខេត្តហ្នឹងទៀតក៏បានដែរហើយនេះគឺ short button ប៉ុន្តែដោយសារយើងសម្រាប់ខេត្តមួយខ្ញុំធ្វើបានខ្ញុំ seed វាតែ2 attractions ទេដូច្នេះគឺវាមានតែប៉ុណ្្នឹងទេទោះបីយើង short ក៏ដោយហើយខាងក្រោមគឺដូចគ្នាដដែលឥឡូវយើងចូលទៅ accommodations ម្ដងគឺសម្រាប់ហូតែលដែលមាននៅក្នុងខេត្តហ្នឹងហើយវាដូចគ្នាទៅនឹង attractions ដែរគឺខ្ញុំបាន seed តែ2នេះសម្រាប់ខេត្តនីមួយៗខេត្តខ្លះខ្ញុំអាចដាក់លើសដល់3 4ដែរដោយសារវាពិបាករកអូតែធំដើម្បីដាក់ចូលទៅក្នុង database របស់យើងសម្រាប់ខេត្តខ្លះដូច្នេះខ្ញុំសម្រាប់ខេត្តដែលមាន
data រៀងទូលំទូលាយអាចមាន accommodation ច្រើនជាងខេត្តផ្សេងអញ្ចឹងទៅហើយយើងអាចចូល view detail សម្រាប់ accommodation មួយក៏បានឬយើងអាចចូលទៅ explore all accommodation ក៏បានដែរអូខេឥឡូវមកសម្រាប់ travel guide ហើយ travel guide នេះគឺសម្រាប់ខេត្តនីមួយៗកន្លែង essential information និង getting there section គឺវាដូចគ្នានោះទេដោយសារនេះគឺ general information ដែលគេគួរដឹងហើយសម្រាប់ travel tips គឺវា specific ទៅសម្រាប់ខេត្តមួយដូចថានៅសៀមរាបអញ្ចឹងគឺខ្ញុំបានសរសេរថា start tour ពេលព្រឹកព្រលឹមដើម្បីកុំឲ្យក្តៅពេកហើយគួរពាក់ខោអាវត្រឹមត្រូវនៅពេលយើងទៅលេងប្រាសាទនានាអញ្ចឹងដើម្បីឲ្យយើងជា tip ទៅដល់អ្នកដែលចូលមើល province ហ្នឹងដែលគេចង់ដឹងពី province ហ្នឹងហើយនេះគឺ getting there គឺយើងអាចមើលតាមប៊ូតុងនេះមួយបានដូចថាបើយើងមកលេងតាមអាកាសតែយើងមកចូលតាមពលានយន្តហោះណាខ្លះបើយើងជិះមកគឺយើងអាចចូលពីប្រទេសណាខ្លះហើយបើយើងមកលេងតាមផ្លូវសមុទ្រគឺយើងអាចមកតាមណាខ្លះហើយខាងស្ដាំនេះគ្រាន់តែជា essential information ដូច tourism police ខាងពេទ្យហើយនឹងនេះគឺខ្ញុំដាក់ពេទ្យកាលម៉ែនដោយសារវាគឺជាពេទ្យធំនៅក្នុងប្រទេសកម្ពុជាយើងហើយភាគច្រើននៅបណ្ដាខេត្តនានានៅពេលដែលគេពិបាករកមន្ទីរពេទ្យនៅខាងខេត្តវាគឺគេអាចទេមកពេទ្យកាលម៉ែនដែលគេអាចដឹកជញ្ជូនអ្នកជំងឺមកដល់រាជធានីភ្នំពេញតែម្ដងហើយនេះគឺគ្រាន់តែ visa requirement យើងប្រាប់បន្តិចបន្តួចថាអ្នកមកលេងថាយ៉ាងម៉េចខ្លះហើយ local custom នៅក្នុងប្រទេសយើងថាតើយ៉ាងម៉េចដែរហើយ currency ប្រទេសយើងគឺយើងប្រាប់ detail បន្ថែមទៀតថា official គឺយើងប្រើប្រាក់រៀលប៉ុន្តែលុយដុល្លារគឺក៏យើងទទួលដែរហើយ ATM យ៉ាងម៉េចចឹងទៅហើយនេះគឺ travel guide គឺតែប៉ុណ្្នឹងទេឥឡូវយើងចូលមក reviews ម្ដង reviews ដោយទៅលើwebsite គេផ្សេងអញ្ចឹងគឺយើងអាច write review ចូលបានដែរឬយើងអាចមើល review អំពីអ្នកដែលគេបានទៅលេងអញ្ចឹងហើយនៅខាងស្ដាំនេះគឺវា overall rating ហើយនឹង based on ប្រមាណ review អញ្ចឹងទៅហើយ review breakdown ដូចថាបើយើង add review ផ្កាយមួយអញ្ចឹងទៅហើយយើងថា I don't like it very much or យើងអាចសរសេរមិនទៀតទៅពេលយើង submit review វាក៏កត់ត្រាថាមាន one star review មួយដែរហើយវាដាក់នៅខាងលើគេហើយវានឹង show ថា upload ប្រហែលថ្ងៃមុនដូច្នេះអញ្ចឹងខ្ញុំបាន seed វា5-6ថ្ងៃមុនគឺវានឹង show តាមហ្នឹងទៅហើយសម្រាប់ accommodations ឬក៏ attractions ដែលខ្ញុំបានទើប add នោះគឺវាមិនទាន់មាន review នោះទេដូច្នេះគ្នាយើងអាចសាកសរសេរ review ចូលទៅថែមទៀតក៏បានដែរបើយើងសិនជាយើងចង់ឃើញ rating breakdown នេះហើយនេះដូច account ខ្ញុំមួយទៀតចឹងគឺខ្ញុំបានសរសេរចូលដែរហើយនេះគឺខ្ញុំបាន add មួយថ្ងៃមុនហើយខ្ញុំដាក់4 star review ហើយវាក៏កត់ចូលដែរ4 star គឺមាន3 1 star គឺមាន1ហើយឧទាហរណ៍ថាយើងសរសេរទៅយើងសរសេរខុសយើងអាចចុច edit ទៅហើយយើងថាផ្កាយ3វិញអញ្ចឹងទៅI enjoy my time there update review ហើយវាក៏ update ទៅតាមនឹងដែរឥឡូវចូលមក3 star ហើយបើយើងចង់លុបវិញយើងអាចចុចចឹងទៅគឺវា delete review នឹងចេញហើយវាក៏លុបចេញទៅហើយក៏ឡើងមានទៀតដែរសម្រាប់ review គឺតែប៉ុណ្្នឹងទេហើយសម្រាប់province attractions និង accommodations នីមួយៗគឺ work ដូចគ្នាអញ្ចឹងហើយយើងអាច show ឬក៏ show less អញ្ចឹងទៅហើយសម្រាប់ gallery section នេះគឺវា showcase នៅ galleries នៃ province នីមួយៗហើយខ្ញុំក៏បាន add more photos coming soon ដែរដោយសារនៅមានជាច្រើនទៀតសម្រាប់ photos gallery ហ្នឹងដែលខ្ញុំ function វាដែលខ្ញុំចង់ add ដូច្នេះសម្រាប់ project យើងឥឡូវនេះគឺខ្ញុំបានដាក់ត្រឹមប៉ុណ្្នឹងសិនទេហើយនេះគឺអស់ហើយសម្រាប់ខាង provinces ហើយខាងក្រោមនេះខ្ញុំអាច showcase ទៅដូចថាខេត្តមួយចឹងយើងអាចចុចចូលចឹងទៅហើយវានឹងចូលទៅកាន់ខេត្តនោះវានឹងដូរទៅតាមនឹងដូចបច្ចេកគឺវាដូរ about ដូរ highlight ដូរ attractions accommodations travel tips reviews ក៏ដូចគ្នាអញ្ចឹងហើយ galleries ក៏ដូចគ្នាដែរ
ហើយខាងក្រោមនេះដូចខ្ញុំបាននិយាយចឹងគឺវា randomize រហូតសម្រាប់អ្នកប្រើប្រាស់របស់យើងអូខេឥឡូវខាង province អស់ហើយឥឡូវយើងចូលទៅមើល attractions ម្ដងអូខេឥឡូវ attractions បាន load up ហើយសម្រាប់ attractions គឺដូចគ្នាគ្រាន់តែខ្ញុំផ្លាស់ប្ដូរតែ add a price tag ប៉ុណ្្នឹងទេខាងក្រោមwebsite គឺដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែដូរតែ card stick តួអញ្ចឹងទេហើយ search function គឺដូចគ្នាដែរដូចតែខ្ញុំ search pub street អញ្ចឹងទៅយើងអាចចុច search ហើយវានឹង showcase pub street មកអញ្ចឹងហើយយើងអាចចុចចូល view detail របស់វាដូចគ្នាដែរហើយសម្រាប់attractions គឺខ្ញុំកែវាបន្តិចបន្តួចដោយយើង showcase នៅ location entry fee visit duration គឺវាអាស្រ័យទៅលើយើងទេតាមត្រង់ទៅប៉ុន្តែនៅខាងលើ website នេះខ្ញុំក៏ដាក់ឲ្យវាមានទីទៅដោយថាភាគច្រើនពេលគេមកលេងគឺគេដូចថាគេចូលមកលេងរយៈពេលប៉ុណ្ណាអញ្ចឹងខ្ញុំក៏ដាក់ visit duration ទៅតាមអញ្ចឹងទៅហើយនេះគឺ opening hours របស់ attractions មួយដើម្បីឲ្យអ្នកប្រើប្រាស់របស់យើងគេដឹងថាពេលណាគួរមកលេងហើយពេលណាគួរយើងត្រូវចាក់ចេញវិញបើសិនមកយើងនៅយូរអញ្ចឹងហើយសម្រាប់នេះគឺយើងមានតែប៉ុណ្ណេះ tab ទេតែ5 tab ទេហើយសម្រាប់ overview tab គឺយើងមានស្រដៀងគ្នាដែរគឺយើងមានdetail about detail description quick facts គឺយើងគ្រាន់ដូរថែមបន្តិចទៀតទេហើយ cultural highlights នឹងដូរពី essential ខ្មែរ tips វិញគឺ cultural highlight ដូចថាកន្លែងដើរលេងហ្នឹងវាមាន highlight យ៉ាងម៉េចខ្លះហើយនេះគឺ visitor information ដូចថាពេលយើងមកលេងថាមានអ្វីខ្លះមាន best time to visit accessibility យើងមកលេងគ្នាម្នាក់ហើយនឹង available facility នៅកន្លែងដើរលេងនីមួយៗហើយខាងក្រោមគឺដូចគ្នាអញ្ចឹងគឺវា randomize attractions ឲ្យដូច province ដែរហើយឥឡូវយើងចូលទៅ highlights ម្ដងហើយ highlights គឺស្រដៀងទៅនឹង province ដែរដោយខ្ញុំគ្រាន់តែកែ UI វាបន្តិចបន្តួចឲ្យទៅប្រើពណ៌ផ្សេងហើយថែម photo opportunity នៅពីក្រោម key attractions តែប៉ុណ្្នឹងទេអូខេឥឡូវយើងចូលទៅ travel guide គឺ travel guide ដូចគ្នាខ្ញុំគ្រាន់តែដូរកន្លែង essential information និង travel tips បន្តិចបន្តួចទេដោយនៅ essential information អញ្ចឹងខ្ញុំខាងក្រោមនេះគឺខ្ញុំដូរចេញខ្ញុំដាក់តា local custom នឹងមួយទេហើយ guided tours នេះគឺខ្ញុំក៏ដាក់ដើម្បីឲ្យគ្នាយើងដឹងថាភាគច្រើនវាតម្លៃប៉ុណ្ណាអញ្ចឹងពេលយើងទៅលេងកន្លែងនីមួយៗដូចខេត្តនីមួយៗអញ្ចឹងគឺភាគច្រើនបើយើងយក tour ប៉ុណ្ណេះគឺក្រុមហ៊ុនគេអាច charge យើងប៉ុណ្ណេះសម្រាប់ម្នាក់ៗអញ្ចឹងហើយនេះគឺ budget tips ដូចថាពេលគ្នាយើងទៅលេងអញ្ចឹងគឺយើងគួរ save លុយប៉ុណ្ណាយើងទៅទិញអីមួយត្រូវតម្លៃវាប្រហែលប៉ុណ្ណេះហើយបើយើងជិះទៅណាអញ្ចឹងយើងអាចយកជម្រើសនេះដើម្បី save លុយកាន់ច្រើនអញ្ចឹងទៅហើយនេះគឺសម្រាប់ travel guide គឺមានតែប៉ុណ្្នឹងទេឥឡូវសម្រាប់ gallery គឺដូចគ្នាវា showcase តែតែ banner យើងហើយនឹងរូបភាព card របស់យើងនោះទេហើយ more images coming soon ហ្នឹងគឺខ្ញុំនៅ add បន្ថែមទៀតសម្រាប់photo gallery នៃ attractions មួយអូខេឥឡូវយើងចូល review ម្ដង review គឺដូចគ្នាវាអត់មានដូរអីច្រើនទេគឺសម្រាប់ខេត្តមួយឲ្យអារម្មណ៍ចិត្តសម្រាប់attractions មួយយើងអាច write review បានដូចថា I like this place very much ខ្ញុំសរសេរវាទុកមួយដើម្បីឲ្យគ្នាយើងឃើញនៅពេលបន្ទាប់ទៀតហើយសម្រាប់ rating នេះគឺកុំភ័យបើពួកយើងចុចនៅខាងនេះគឺវាស្មើ1 star ហើយដោយសារUI កន្លែងនេះគឺវា error បន្តិចដូច្នេះបើយើងចុចនៅខាងនេះគឺ5 star 4 3 2 1គឺអូខេឥឡូវ5 star យើង submit review ពេលយើង submit ទៅគឺវាចូលដូចគ្នាហើយវាឡើងទៅ3ហើយសម្រាប់ attractions គឺមានតែប៉ុណ្្នឹងទេគឺវាអត់សូវមានអ្វីច្រើននោះទេដូចថាយើងធ្វើឲ្យវា simple ហើយអត់សូវរញ៉េរញ៉ៃសម្រាប់អ្នកប្រើប្រាស់ចូលមកប្រើ website របស់យើង
OK ឥឡូវយើងចូលទៅអូតែឬក៏ accommodation section ម្ដងនៅខាងនេះគឺដូចខ្ញុំបាននិយាយអញ្ចឹងគឺសម្រាប់អូតែខ្លះគឺខ្ញុំបានទើបតែ seed វាចូលទេដូច្នេះគឺវាអាចមាន0 review ប៉ុន្តែបើយើងចូលទៅសម្រាប់អូតែដែលខ្ញុំបាន add you ហើយនោះគឺវាមានចំនួន review រៀងច្រើនគួរសមដែរគឺដូចទៅនឹង province និង attraction អញ្ចឹងដូចយើងឃើញអានេះអញ្ចឹងដូចខ្ញុំចូលចាំតិចខ្ញុំចូលទៅមើលអូតែមួយនេះឲ្យឬក៏អូតែផ្សេងទៀតដែលខ្ញុំបាន add ពីមុនមកឥឡូវខ្ញុំ showcase សម្រាប់នេះមួយសិនដូចថា search function ឧទាហរណ៍យើងចំណាំឈ្មោះអូតែថា Royal ទៅទេអញ្ចឹងទេតែយើងអត់ដឹង Royal អីទេយើងអាច search ទៅគឺវា showcase នៅអូតែណាដែលមានឈ្មោះ Royal ដូចពីរនេះចឹងហើយយើងអាចមើលទៅថាបើសិនជាយើងចំណាំថាអូតែនឹងមែនយើងអាចចូល view detail សម្រាប់អូតែនឹងមួយទៅឬក៏យើងអាចលុបវិញហើយយើងtest filtering option ឬ sorting option ផ្សេងទៀតដូចថាយើង sort តាម price គឺវា show ថាអូតែណា budget រហូតឡើងទៅដល់ luxury វិញឥឡូវយើងដាក់ពី high to low វិញម្ដងគឺដូចឆេះចឹងហើយបើ filter option គឺដើរដូចគ្នាឧទាហរណ៍ថាយើងចង់ search មើលតែអូតែនោះទេគឺវានឹង search មកចេញដាក់ឲ្យតែ hotel ឲ្យយើងដូចគ្នាអញ្ចឹង price range គឺដូចគ្នាយើងអាច select budget mid range rating យើងអាចយកប៉ុណ្ណាអញ្ចឹងទៅអូខេឥឡូវយើងចូលទៅមើលអូតែមួយទៅអូខេឥឡូវយើងចូលមក details page របស់អូតែនីមួយៗហើយនេះគឺpage របស់វាគឺខ្ញុំបានដាក់ overview amenities និង gallery ចូលទៅក្នុង page តែមួយហ្មងខ្ញុំអត់ធ្វើជា tab មួយដូចនៅ province ឬក៏ attractions នោះទេដើម្បីឲ្យវារៀង simple បន្តិចដោយសារនេះយើងគ្រាន់តែចូលមកមើល information អំពីអូតែនោះទេហើយខាងនេះគឺ overview គឺថាអូតែនឹងយ៉ាងម៉េចហើយវានៅខេត្តណា contact តាមណាហើយ price range វាយ៉ាងម៉េចហើយគឺ short about អំពីអូតែមួយហ្នឹងហើយនឹង amenities ដែលអូតែនីមួយហ្នឹងមានថាគេមានអ្វីខ្លះដូច Wi-Fi កន្លែងចតបន្ទប់ម៉ាស៊ីនត្រជាក់ gym spa ឬក៏ restaurant ជាដើមអញ្ចឹងទៅហើយគេមាន free breakfast ឲ្យយើងឬអត់ហើយនេះគឺ gallery section របស់អូតែហ្នឹងគឺមាន4រូបនេះគឺ location គឺប៉ុណ្ណេះទេប៉ុន្តែសម្រាប់ map ដូចខ្ញុំបាននិយាយអញ្ចឹងគឺវាអត់ទាន់មាន API របស់ Google Map នោះទេដូច្នេះវាគ្រាន់តែ show map អំពីប្រទេសកម្ពុជាយើងទេហើយសម្រាប់ guest review នេះគឺខ្ញុំធ្វើខុសពីអនុបន្តិចគឺវាអត់មាន statistics នៅខាងស្ដាំនោះទេដូច្នេះយើងគ្រាន់តែអូសមើល review មួយរបស់អូតែហ្នឹងហើយយើងក៏អាចសរសេរ review បានដែរអាចសរសេរអញ្ចឹងទៅយើង submit review ហើយវានឹងចូលទៅខាងលើនេះហើយរយៈពេលដែលយើងបាន submit ហ្នឹងទៅគឺយើងទើប submit មិញដូច្នេះ0 seconds ago ហើយខាងស្ដាំនេះដូចគ្នាយើងបានឃើញអញ្ចឹងគឺវា short tiny information អំពីអូតែនីមួយៗហ្នឹងគឺតម្លៃវាភាគច្រើនក្នុងប៉ុណ្ណា direct booking គឺយើងអាចទេទៅអូតែហ្នឹងបើយើងមើលទៅខាងឆ្វេងខាងក្រោមខាងឆ្វេងនៃ website យើងគឺយើងឃើញវានឹង load លេខទូរស័ព្ទរបស់អូតែហ្នឹងឬក៏យើងអាចមើលខាងក្រោមនេះបានហើយខាងនេះខ្ញុំអត់ទាន់បាន add function នោះទេប៉ុន្តែប្រសិនបើអូតែហ្នឹងមានemail គឺវានឹង showcase email របស់អូតែហ្នឹងនៅខាងនេះហើយមួយទៀតគឺ visit website visit website នេះគឺវាដើរដែរយើងអាចទៅមើល website របស់អូតែហ្នឹងតែម្ដងដូចថា Raffles Le Royal គឺវាចូលទៅអូតែរបស់ខាង web ខាងអូតែគេអូខេសម្រាប់ accommodations គឺតែប៉ុណ្្នឹងទេហើយយើងចូលទៅ about page គឺមានប៉ុណ្ណេះគឺយើងនិយាយអំពី website របស់យើងយ៉ាងម៉េចហើយ contact page គឺមានប៉ុណ្ណឹងគឺយើងអាច get in touch send message អីចឹងទៅ contact information របស់យើង find us ហើយនឹង FAQ គឺមានចំនួន3ហ្នឹងគឺខ្ញុំ simple កាត់ទៅហើយដោយសារភាគច្រើន page នេះគឺវាអត់សូវជាសំខាន់ប្រហែលនោះទេគ្រាន់តែ showcase បន្ថែមអំពី website យើងទេអូខេឥឡូវយើងចូលទៅ
user profile របស់យើងម្ដង OK user profile ដូចមុនហ្នឹងគឺយើងបាន add ចំនួន review 2ដូច្នេះគឺវានឹង showcase មកនៅខាងនេះហើយតើ review យើងបានដាក់ review អ្វីខ្លះហើយនេះគឺ information របស់យើងគឺថាយើង information ដូចថា name email និង account type របស់យើងហើយនឹងចំនួន review visit ហើយនឹងរយៈពេលដែលយើងបានបង្កើត account ហ្នឹងថា account setting នេះគឺយើងអាចចូលតាម setting ខាងលើនេះក៏បានឬចូលតាម account setting ខាងក្រោមនេះក៏បានដែរហើយវានឹងចូលទៅ edit page របស់ account យើងគឺយើងអាច edit ឈ្មោះ update password ឬក៏ delete account របស់យើងប៉ុន្តែខ្ញុំអត់ delete វាទេខ្ញុំទុក account ហ្នឹងសម្រាប់ធ្វើ information បន្ថែមទៀតហើយនេះគឺយើងអាចដូរទៅដូចថាឈ្មោះយើងអត់ចង់ដាក់ចឹងទេយើងចង់ដូរទៅឲ្យដូចអូតែរបស់យើងអូខេយើងអាចដូរបានយើងអាចចុច save changes ចឹងទៅគឺវានឹងដូរឈ្មោះយើងទៅឈ្មោះនឹងវិញហើយវាក៏ប្រាប់យើងថា successfully change ហើយពេលយើងចូលទៅមើល account យើងវិញគឺគឺវាដូរទៅតាមហ្នឹងហើយ review របស់យើងពេលយើងទៅមើលក៏វាអត់ទាន់ដើរនោះទេប្រហែលជាវានៅ error តិចតួចប៉ុន្តែគឺវាដើរអស់ហើយសម្រាប់ profile section របស់យើងអូខេសម្រាប់user interface គឺមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏អធិស្ឋានផងដែរសម្រាប់error មុនហ្នឹងចំនួនប្រហែលដែលអ្នកទាំងអស់គ្នាបានឃើញនោះឥឡូវយើងចូលទៅ admin page ម្ដងហើយ admin យើងក៏ log in ទៅជា admin user ខ្ញុំក៏បានបង្កើត admin user 2ដែរសម្រាប់លោកគ្រូគាត់អាចចូលឆែកមើលទៅលើ admin dashboard នឹងបានហើយយើងអាចចុច login អញ្ចឹងទៅពេលយើង login ទៅនេះគឺជា dashboard page របស់ website របស់ខ្ញុំធ្វើឲ្យវា simple ទេមានwelcome admin យើង site activity performance overview ហើយនឹង recent update statistics ហ្នឹងគឺនៅពេលដែលយើង update មួយគឺវានឹងចូលមកខាងលើនេះឥឡូវយើងចូលទៅមើលមួយទៅដូចថាសម្រាប់ attractions អញ្ចឹងយើងអាចចូលមើលថាមាន attractions អ្វីខ្លះហើយ search filtering គឺដើរទាំងអស់គឺយើងអាច search មើល attractions នៅខេត្តសៀមរាបយើងចុច apply ទៅគឺវានឹង show មក attraction សម្រាប់តែខេត្តសៀមរាបទេហើយបើយើង select rating ដូចថាផ្កាយ3ក៏វា show ដែរប៉ុន្តែដោយសារនៅខាងនេះយើងអត់ទាន់មាន rating ផ្កាយ3អញ្ចឹងដូច្នេះវារៀន error បន្តិចបន្តួចអូខេហើយសម្រាប់ pagination គឺវា error តិចតួចដូចគ្នាដោយសារដូចខ្ញុំបាននិយាយនៅដើមវីដេអូអញ្ចឹងគឺវា error white ដូច្នេះវាអាចអត់ដើរស្រួលបួនបន្តិចដែរឥឡូវយើងអាចចូល edit យើងចេះទៅយើងបង្កើត attractions មួយថ្មីមួយទៅយើងយកដាក់ថាភ្នំពេញទៅយើងចេះដាក់ឈ្មោះចោលទៅ short description detail description opening hours យើងថា7កន្លះដល់ម៉ោងហ្នឹង90នាទី travel tips យើងសេចោលទៅហើយសម្រាប់ image នេះគឺពួកយើងតម្រូវឲ្យមាន featured image តែម្ដងដោយ banner image យើងអាចអត់មានបានដោយសារវាមិននេះទេហើយ featured image នេះគឺវាសម្រាប់ show នៅ card របស់យើងដូច្នេះគឺវាត្រូវតែមានយើងអាចរើសមួយទៅយើងដាក់ថារូបនេះទៅ rating យើងអាចដាក់ចោលសិនទៅថា 2 star example យើងថា$15អញ្ចឹងទៅ location យើងថានៅភ្នំពេញប៉ុណ្ណឹងទៅហើយយើងអាច choose ថាវាជា featured attractions ឬអត់ហើយយើងអាចចុច create ទៅគឺវានឹង create attractions ហ្នឹងថ្មីហើយវាដាក់វានៅខាងលើតែម្ដងហើយនេះគឺចំនួន rating star ដែលយើងបានដាក់មុនហ្នឹងហើយបើវា featured គឺវានឹង load ផ្កាយនៅខាងនេះហើយបើយើងចង់ edit វិញយើងអាចចូលទៅយើងអាចដូរដាក់ថាចេះទៅយើងថា copy ចឹងទៅយើងដូរឈ្មោះវាហើយយើងអាចចុច update ហើយវានឹង update ឈ្មោះទៅតាមដែលយើងបានដាក់មុនហ្នឹងហើយបើសិនបើយើងអត់ចង់បាន attractions ហ្នឹងទេយើងថាយើងច្រឡំ create គឺយើងអាចចុច delete វិញបានហើយវានឹងសួរយើងថាយើងចង់ delete ហ្នឹង permanently ឬទេយើងចុច OK ទៅគឺវានឹង
delete ទៅតែម្ដងអូខេឥឡូវយើងចូលទៅនេះបន្ទាប់ទៀតគឺ accommodation គឺដូចគ្នាគឺគ្រាន់តែខ្ញុំធ្វើវា style ចេះចេះវិញម្ដងយើងអាច search យើងអាចយក type province ហើយនឹងedit create ដូចគ្នាអញ្ចឹងហើយយើងអាចចូលមើលទៅ edit មួយគឺសម្រាប់accommodation គឺវាមានតម្រូវការរៀងច្រើនតិចយើងត្រូវដាក់ name province type នៃកន្លែងហ្នឹងថាវាជាអូតែឬវាជាអី price range វាគឺខ្ទង់ប៉ុណ្ណា rating URL នៃ website របស់កន្លែងអូតែហ្នឹងហើយនឹង contact information ដូចលេខទូរស័ព្ទមុនហ្នឹងអញ្ចឹងហើយខាងក្រោមនេះយើងគ្រាន់តែសរសេរ short description មួយ detail description address នៃកន្លែងហ្នឹងហើយយើង choose amenity ដែលអូតែហ្នឹងផ្ដល់ឲ្យអញ្ចឹងទៅហើយយើងចុច update ទៅគឺវានឹង update ទៅតាមអ្វីដែលយើងបានដាក់មុនហ្នឹងអញ្ចឹងហើយសម្រាប់accommodations គឺស្រដៀងទៅនឹង attraction ហើយនឹង province ដែរទេគឺវាអត់សូវមានអ្វីខុសគ្នាច្រើនទេយើងអាចចូលមើល manage province ចឹងទៅ province គឺខ្ញុំដាក់វាជា table វិញហើយយើងក៏អាច search បានដែរយើងដាក់ថាព្រះវិហារចឹងទៅយើង apply នេះគឺ load up ព្រះវិហារមកហើយយើងអាចចុចចូល edit យើងអាចសរសេរទៅ province name short description detailed description វា key highlights best time to visit local language population rating travel tips climate currency ហើយនឹងចំនួនហើយនឹង image banner និង featured image របស់វាប៉ុន្តែសម្រាប់នៅនេះទោះបីខ្ញុំអត់បានដាក់ផ្កាយក៏ដោយប៉ុន្តែគឺវាតម្រូវការដូចគ្នាអញ្ចឹងយើងអាច back ទៅវិញទៅហើយយើងអាច clear filter ចោលមកគឺវានឹងមក show ទាំងអស់ដូចដើមវិញហើយនេះគឺចំនួន25ខែក្រុងដូចយើងឃើញនៅខាងមុខនេះអញ្ចឹងគឺ25 50 accommodation 49 attractions ហើយ review យើងក៏អាចចូលមើលបានដែរថា review មានអ្វីខ្លះហើយនេះគឺរៀង error រៀងធំដុំបន្តិចប៉ុន្តែពេលយើងចុចទៅគឺវាដើរដូចគ្នានេះចំនួន review ដែលមាននៅក្នុងហ្នឹងហើយយើងក៏អាច search ឈ្មោះអ្នក review បានដែរដូចថាលេខចឹងទៅគឺវានឹង show ហើយថាខ្ញុំមានបាន review អ្វីខ្លះហើយយើងអាច clear វិញមកហើយយើងអាចយក review ទៅតាមណែដូចថាយើងយកតែ accommodation ទៅយើងចុចយកនេះទៅវានៅរៀង error បន្តិចប៉ុន្តែយើង clear វិញមកអានេះគឺយើងយកទៅតាមកន្លែងដើរលេងមួយឬក៏ province មួយឬក៏អូតែមួយចឹងទៅអានេះ rating នៃនេះមួយហើយថ្ងៃខែដែលគេបានដាក់ rating ហ្នឹងហើយនេះគឺយើងទៅ update យើងទៅបាន add rating មុនហ្នឹងគឺយើងឃើញនេះគឺវា show នៅខាងនេះគឺ add នៅថ្ងៃណាហើយប្រហែលនាទីមុនឬក៏ប្រហែលថ្ងៃមុនចឹងទៅហើយយើងអាចចូល edit review ហ្នឹងក៏បានដែរយើងសេរីទៅថា review ហ្នឹងយើងចង់ឲ្យ update ទៅមិនវិញអាហ្នឹងបើសិនជាយើងអត់ចង់ចូលទៅ user account ធម្មតាវិញហើយយើងក៏អាច delete review បានដូចគ្នាដែរហើយយើងក៏អាច add new review បានដែរប៉ុន្តែយកល្អគឺយើងសុខចិត្តទៅ add នៅក្នុង user account ហ្មងទៅគឺវាស្រួលជាងហើយពេលយើងមក admin dashboard វិញដូចមុនហ្នឹងអញ្ចឹងគឺយើងបាន edit accommodation មួយមុនហ្នឹងគឺនេះគឺវា update នៅខាងលើគេនេះមិញហើយអានេះគឺវាប្រើgeneral time គឺទោះបីវាម៉ោង11ក៏ដោយប៉ុន្តែ time global វាគឺវាម៉ោង4អញ្ចឹងវានឹង showcase ថាម៉ោងប៉ុណ្ណឹងហើយនៅថ្ងៃនេះចឹងទៅហើយនេះគឺវា load status ថាបាន update ហើយនេះគឺជា user page នៅក្នុង admin dashboard គឺយើងមានអាចមើលចំនួន user បានថាមាន user ប្រមាណនាក់ហើយយើងអាច edit user ហ្នឹង delete user ហ្នឹងឬក៏ add new user ហ្នឹងក៏បានដែរហើយយើងអាចដាក់ user ហ្នឹងជា admin ក៏បានឬអត់ក៏បានដូចថាដោយ admin 2នេះទៅ admin ទេប៉ុន្តែជា role user ខ្ញុំបានធ្វើដូច្នេះដើម្បី showcase យើងសម្រាប់ edit ហ្នឹងដូច្នេះយើងអាចចុច edit ទៅហើយយើងអាចចុច administrator account យើងចុច update ទៅហើយ user ហ្នឹងគឺជា admin វិញហើយគឺមាន role ជា admin ដូច្នេះអាចចូលមក admin dashboard ហ្នឹងមើលបានប៉ុន្តែបើជា user ទេគឺ user ចូលទៅក្នុង user page តែម្ដងគឺអត់អាចចូលមក admin dashboard នេះបានទេលុះត្រាតែយើងមាន admin account
អូខេហើយ quick action នេះក៏ដែរដែរយើងអាចចុចចឹងទៅប្រសិនបើជាយើងអត់ចង់ចុចចូលmandate មួយហើយចង់ចុច add new attractions គឺយើងអាចចុចចឹងទៅគឺវាចូលទៅក្នុង create page របស់កន្លែងមួយចឹងដូចថាមិញ attraction ចឹងវាចូលទៅយើងចង់ add new province ចូលទៅគឺវាចូលទៅ create new province page យកតែម្ដងអាហ្នឹងគឺវាលឿនជាងសម្រាប់ប្រសិនបើយើងអត់សូវមានពេលយើងអាចចុចចឹងតែម្ដងទៅហើយនេះគឺproject របស់ខ្ញុំគឺប៉ុណ្ណឹងវាអស់ហើយខ្ញុំក៏សូមអរគុណដល់អ្នកនាងយើងនិងលោកគ្រូដែលបានទេសនាមើលតាំងពីដើមរហូតដល់ចប់ហើយដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺខ្ញុំនៅតែសូមអធ្យាស្រ័យពីគ្នាយើងទាំងអស់គ្នានិងលោកគ្រូទៅលើ project នេះដោយសារនេះគឺជា first time របស់ខ្ញុំធ្វើ project បែបនេះដូច្នេះគឺវាដឹងតែមាន error បន្តិចបន្តួចហើយ project នេះក៏ខ្ញុំនៅupdate បន្តទៅទៀតដែរដោយសារនេះគឺ project មួយដែលខ្ញុំរៀនចូលចិត្តបន្តិចដែរហើយថ្ងៃក្រោយទៅខ្ញុំនឹងអាច update UI update function feature បន្ថែមទៀតដូច្នេះប្រសិនបើគ្នាយើងនៅចង់មើល website នឹងតទៅមុខទៀតយើងអាចចូលតាម link របស់វាមកនេះគឺ www.loytravels.me គឺវានឹងចូលមក website ហ្នឹងហើយប៉ុន្តែខ្ញុំអាចឲ្យគ្នាយើងមើលបន្តិចដែរឧទាហរណ៍ថាសម្រាប់គ្នាយើងខ្លះពេលយើងចូលមក website ហ្នឹងមកនេះវាអាច load ថាវា insecure not secure យើងអាច go back ឬក៏ continue to the site ប៉ុន្តែដោយសារយើងអត់ទាន់មាន HTTPS ដូច្នេះវានឹងload up security មួយហ្នឹងដែរប៉ុន្តែគ្នាយើងអាចចូលបានអត់អីទេយើងគ្រាន់ចុច continue to site ទៅគឺវានឹង load up ចូលមកដល់ website ហ្នឹងហើយយើងកុំភ័យអីគឺអត់មានអ្វីត្រូវខ្លាចទេនៅក្នុង website ហ្នឹងហើយនេះគឺជា GitHub repo របស់ខ្ញុំបើសិនបើគ្នាយើងចង់យក project ហ្នឹងទៅមើលបន្ថែមទៀតអាចចូលទៅតាមlink ខាងលើនេះបានហើយសម្រាប់លោកគ្រូខ្ញុំក៏បាន add GitHub repo ហ្នឹងទៅក្នុងsubmission ដែរសម្រាប់លោកគ្រូចូលមើល source code ហើយនេះខ្ញុំទើបបានដាក់វាម្សិលមិញទេវារៀងបញ្ញាបន្តិចប៉ុន្តែខ្ញុំបានធ្វើ project ហ្នឹងហើយចប់ហើយមុននឹងខ្ញុំដាក់វាចូលមកhosting នេះអូខេដូច្នេះ website របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេម្ដងទៀតគឺខ្ញុំសូមអរគុណហើយសូមជម្រាបលា Goodbye everyone